សិក្សាក្នុងវិស័យបច្ចេកវិទ្យានេះបងប្អូនគួរមានចំណេះដឹងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឌុយបញ្ញរិទ្ធជាអតីតនិស្សិតនៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រឆ្នាំ2022-2024ចំនួនទី7បច្ចុប្បន្នខ្ញុំគឺជា HR Manager ហើយក៏ជាប្រធាននាយកដ្ឋានជំនួយការនៅស្ថាប័នអន្តរជាតិមួយដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ហុងកុងហើយនិងព្រះរាជាណាចក្រកម្ពុជាដោយមើលឃើញនៅសក្តានុពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលអាចជួយធុរកិច្ចឲ្យសម្រេចបាននៅគោលដៅហើយក៏យកឈ្នះទៅលើគូប្រកួតប្រជែងខ្ញុំបាទក៏បានសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅក្នុងដំណើរការសិក្សារបស់ខ្ញុំបានជួបជាមួយនឹងសាស្ត្រាចារ្យដែលមានបទពិសោធន៍ក្នុងធុរកិច្ចនោះផ្ទាល់ហើយនិងមិត្តរួមថ្នាក់ដែលមកពីស្ថាប័នល្បីៗផ្សេងៗពួកយើងបានសហការគ្នាដើម្បីធ្វើ project ស្រាវជ្រាវនិងសិក្សានៅមុខជំនាញ AI ដែលអាចជួយវិភាគនៅក្នុងការសម្រេចចិត្តដើម្បីធ្វើធុរកិច្ចឲ្យបានជោគជ័យសិក្សាក្នុងវិស័យបច្ចេកវិទ្យានេះបងប្អូនគួរមានមូលដ្ឋានគ្រឹះភាសាអង់គ្លេសរូបវិទ្យាគណិតវិទ្យាហើយនិងការទំនាក់ទំនងដើម្បីជាមូលដ្ឋានក្នុងការសិក្សាបន្តសូមអរគុណ